ហើយបងលឺហើយសែនញ័រផ្លោកក្នុងអត្ថន័យរៀបរាប់ថាសំខ្ចីលុយបងអូនហើយបងសំបត្តិទូរស័ព្ទសិនហើយណែបើឯងមកមុនយើងបានប៉ុន្មានក្បាលហើយអូគ្នាបាន4ក្បាលហើយតាហើយឯងប្រើនុយអីគេគ្នាដាក់នុយសាច់គោអេវាមិនដែលពីណាយកសាច់គោមកស្ទូចត្រីវិញបើឯងមានសាច់គោមិនទុកហូបហ្មងទៅចាំមកស្ទូចត្រីធ្វើអីណែហេរ៉ូឯងអត់ដឹងទេតាមពិតទៅត្រីវាមានលំដាប់របស់វាដែរវាមាន level on និង level pro ហើយពួក level pro ហ្នឹងគឺស៊ីសិតតែសាច់គោអញ្ចឹងហើយបានគ្នាយកសាច់គោមកស្ទូចត្រីវាមិនដែលវិញចេះតែនិយាយមកយើងប្រាប់ឯងយកតបនទេដូចពាក្យចាស់គេនិយាយថាបើមិនជឿកុំជឿហេរ៉ូត្រីស៊ីស្ទូចគ្នាហើយបុយកុំអាល់វត្តវាអត់ទាន់លេបទេតាក់វាទាញឲ្យវត្តជុំត្រីគេណាជុំយ៉ាលុយ50000ណែបើលុយមិនក៏អីហ្នឹងហើយលុយ50000ស៊ីស្ទូចគ្នាសឹងមិនជឿសោះនេះស្ទូចត្រីបានលុយវិញឬមកពីឯងដាក់សាច់គោទៅដល់មកស្ទូចបានលុយសង្ស័យអញ្ចឹងមែនហើយដាក់សាច់គោបានលុយណែបើឲ្យសាច់គោគ្នាខ្លះមកវើយឃើញទេប្រាប់ឲ្យមិនជឿស្ទូចដាក់សាច់គោមិនត្រឹមតែបានដល់ត្រី level pro ទេបានដល់ទៅលុយទៀតណាគ្នាជឿហើយមកបោះសាច់គោឲ្យតិចមកអូខេចាំមកតែណែហេរ៉ូចាំទទួលអូខេវ៉ាវដាក់សិតតែសាច់គោល្អទៀតណាឯងនេះអត់មានគំនិតជាសហគ្រិនអីសោះណែយើងប្រាប់ឯងពាក្យសហគ្រិនគេតែងតែនិយាយថាទាល់តែហ៊ានចំណាយទើបមានចំណូលអូខេគ្នាយល់ហើយអេពីអ្នកដឹងកាយដឹងវាបាត់ទៅដាស់រត់ឃើញតាអញ្ចឹងតែសួរទៅអូបែនវៃសបៃនេះហើយដាស់រត់មិនឃើញទាត់ទេអូលេខតាញុកតាហាឡូតាញុកមានការអីដឹងដេបើតាមានការឲ្យឯងជួយតិចវើយហើយឯងនៅដែរខ្ញុំកំពុងតែស្ទូចត្រីជាមួយហេរ៉ូហ្នឹងនៅកន្លែងទឹកធ្លាក់អត់ដេពួកឯងស្ទូចត្រីប៉ុណ្ណឹងបានហើយតាមានការពឹកពាក់តិចពួកឯងឆាប់មកកន្លែងផ្លូវច្រកចូលព្រៃអូខេតាអូខេបន្តិចទៀតខ្ញុំទៅដល់ហើយណែតាញុកមានការអីគ្នាក៏មិនដឹងដែរហ្នឹងណាប៉ុន្តែគាត់ចាំយើងនៅកន្លែងច្រកចូលព្រៃឥឡូវយើងស្ទួយប៉ុណ្ណឹងបានហើយតោះទៅជួបគាត់អូខេតោះអូបារីកាំមេស្តេអូយេយ៉ាបារីគេម៉ាម៉ាសាឌីយ៉ូស៊ីយ៉ាកេអាន់តេបាកេរ៉ាសាអូបាអូចង់ឈប់ណែឈប់សិនឯងកំពុងតែច្រៀងឬក៏ឯងកំពុងតែសូត្រមន្តគ្រូ7ភាសាគ្នាច្រៀងបទចម្រៀងតើវ៉ៃបទវ៉ាន់ដែរចេញថ្មីអូបារីកាំមេស្តេអូយេប៉ុណ្ណឹងបានហើយស្ដាប់ទៅវល់ឈឺក្បាលហើយណែអាមិត្តទូរទស្សន៍ឃើញពួកម៉ែកំពុងតែលូតលាស់ក្នុងវិស័យសិល្បៈហើយអត់ជួយជំរុញអីខ្លះទេមកបង្អាប់គ្នាទៅវិញណែអាវ៉ាត់យើងមានបានបង្អាប់ឯងទេប៉ុន្តែសំឡេងរបស់ឯងនេះវាមិនទាន់កើតយើងស្ដាប់ទៅវាវល់ណែបើទោះបីជាពួកម៉ាក់ច្រៀងដូចគោក៏ដោយឯងត្រូវតែគាំទ្រពួកម៉ាក់អើយកំតន់ថឹងអីយើងគាំទ្រតែយើងនិយាយលេងតាត្រូវចេះគាំទ្រគ្នាចឹងទៅរាប់អានគ្នាបានយូរពងមាត់អាចផ្សព្វគ្រឿងពិសេសពងសេះអាចផ្សព្វគ្រឿងពីមាត់អូពងមាន់អាំងឃ្លានណាស់វិញណែរត់គ្នាហេវទៅទិញពងមាន់អាំងស៊ីតោះគ្នាក៏ហេវដែរពងមាត់អាំងផ្សព្វគ្រឿងពិសេសនិងពងសេះអាំងផ្សំគ្រឿងពីមាត់ពងមាត់អាំងបាទអូនទិញពងមាត់អាំងពូឯកដៅឆ្ងាញ់ទេចំយ៉ាធ្លាប់តែឃើញគេលក់ពងមាន់អាំងលើរទេះរមាក់មិនពួកឯងយករទេះរុញលើផ្សារទំនើបមកលក់ពងមាន់អាំងវិញអូសប្បាយនេះហើយលក់ពងមាន់អាំងដាក់រទេះរមាក់អញ្ចឹងស្រ័យកោគេលក់អញ្ចឹងបានស្ទៀវយើងចូលបានគ្រប់កន្លុកកលៀតចឹងណាអូនអីពងមាន់អាំងលក់មួយម៉ាន
មកក្រប600អូនណែបាត់យកមិនក្របឯងណែយក7ក្របមកបាទពូខ្ញុំយក7គ្រាប់អូខេអូនចាប់បន្តិចដែរអូនរួចហើយមកអាបាត់ឲ្យលុយមកគ្នាអត់មានលុយទេណែគ្នាអត់លុយដែរគិតមិនទៅឯងអត់លុយយើងក៏អត់លុយដែរក្មួយស៊ីស៊ូសៃលុយណែពូអើយខ្ញុំពីរនាក់អត់មានលុយផងដែរអាពីគ្រឿងយើងលក់បន្ទាន់បានបបោយទេវើយហើយពួកឯងមករកទិញស្អីអត់មានលុយហ្នឹងអញ្ចេះទៅពូសុំចាពាក់សិនអេយ៉ាប់បងអាពីគ្រឿងឯងនេះតែđâyនេះចាពាក់ក៏បានដែរបានអរគុណពូថ្ងៃក្រោយមុននឹងទិញរបស់គេមើលលុយក្នុងកប៉ៅឲ្យច្បាស់សិនលឺទៅបាទលឺហើយពូតោះទៅវិញថោកទាំងពីរនាក់ហ្នឹងអត់មានលុយទិញបង្មាន់គេថាបាន1ម៉ោយឯហ្នឹងសួយបងពងបត់អាំងផ្សំគ្រឿងពិសេសនិងពងខ្សែអាំងផ្សំគ្រឿងពីមាន់ខ្ញុំគឺជាអ្នកតាម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សានៅក្នុងព្រៃនេះកូនចៅតែងតែមកបែបបន់សុំសេចក្តីសោកជារៀងរាល់ថ្ងៃអូដល់បោកឆ្នោតចាញ់ហើយតានេះនៅពេលនេះម៉ោង5ម៉ោងនៅក្នុងវិទ្យុខ្ញុំមានម៉ោងមើលឲ្យបាច់ប្រាប់ទេចាខ្ញុំប្រាប់តែនេះអត់មានម៉ោងមើលរ៉ាឌីយ៉ូនេះចេះតមាត់ទៀតសូមគោរពឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជាទីរាប់អានឆ្នោតមហាសំណាងមហាលូតផ្លោះរបស់យើងត្រៀមចេញលទ្ធផលដូច្នេះសូមទាញក្រដាសដែលលោកអ្នកបានយកលុយទៅចាក់យ៉ាងឥតប្រយោជន៍ដើម្បីមកផ្ទៀងផ្ទាត់អូភ្លេចយកក្រដាសឆ្នោតមកវិញតែបងប្អូនបានត្រៀមខ្លួនផ្ទៀងផ្ទាត់ហើយឬនៅត្រៀមរួចហើយលឿនបោបាឡង់ទី1មានលេខប៉ុន្មានដែរចាគឺមានលេខ0អូត្រូវបើលេខអីស្រោចាសូមស្ងាត់ខ្ញុំនិយាយតែខ្ញុំនេះតើបាឡង់ទី2មានលេខប៉ុន្មានដែរចាគឺមានលេខ5អូត្រូវទេដែរសុំលេខ0មួយទៀតបាឡង់ទី3មានលេខប៉ុន្មានដែរចាគឺមានលេខ0ចៃយោត្រូវហើយស្រោ50លទ្ធផលឆ្នោតថ្ងៃនេះគឺស្រោ50វ៉ាវខប់សម្ដាងមើលមិនឃើញមែនចឹងដាក់ពាក្យលាឈប់ពីការងារឋានលើអើយ